អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារស្រះទឹកនៅភាគខាងកើតរបស់ប្រាសាទបាយ័នក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាកំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័នដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀតបុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាលោកស្រីទឹមធីតាមានប្រសាសន៍ថាការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះគឺក្នុងបំណងរៀបចំសម្ដាប់ធ្នាប់គំនរថ្មនិងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្របម្យ៉ាងទៀតគឺដើម្បីលើកតម្លៃនិងស្ដារស្រះទឹកទាំងពីរនៅភាគខាងកើតប្រាសាទបាយ័នឡើងវិញឲ្យដូចទៅនឹងអត្តសញ្ញាណដើមនិងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផងលោកស្រីទឹមធីតាឲ្យដឹងទៀតថាគំនរថ្មនៃប្រាសាទបុរាណនេះមួយផ្នែកធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី3និងនៅរោងទងទី1នៃប្រាសាទបាយ័នដោយអ្នកអភិជនជាតិបារាំងកាលពីចន្លោះឆ្នាំ1919 1930ម្ដងមកហើយក្រុមអ្នកជំនាញឲ្យដឹងថាថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ននោះគឺជាប្រភេទថ្មអំបូរ 50% ក្រៅពីនេះមានថ្មហៅជាងធ្នឹមសថ្មអំពូលព្រំខឿននិងថ្មចម្លាក់តូចដែលបានបាក់បែកមុខជាដើមស្ថានភាពធ្ងន់ពេលរើគឺមានសភាពនៅរាយប៉ាយគោគ្នានិងគុណភាពថ្មឃើញនៅល្អភាគច្រើនដំណាក់កាលដំបូងគឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិនបន្ទាប់ពីរើថ្មហើយគឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថាមួយណាជាប្រភេទថ្មដំបូលថ្មណាជាសដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័នរហូតមកដល់ពេលនេះក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្មនៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័នបានចំនួនប្រហែលជាង 4000 ដុំហើយក្រុមការងារបានសន្និដ្ឋានថាថ្មប្រាសាទបុរាណដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល 20,000 ដុំការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័នគឺបានចាប់ផ្ដើមតាំងពីដើមឆ្នាំ2023មកម្លេះដោយដំណាក់កាលដំបូងចាប់ផ្ដើមពីការសិក្សាស្វែងរកឯកសារការសម្រង់ប្លង់ថតរូបស្ថានភាពធ្ងន់ពេលរើហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាខែកញ្ញាខាងមុខនេះApsara National Authority plans to restore 2 ponds in the east of the Bayon Temple. A working team from the Department of Conservation of Monuments and Preventive Archaeology of the Apsara National Authority is working to remove thousands of stone blocks from piles that fell into the ponds in the east of the Bayon Temple. The technical staff of the Department of Conservation of Monuments and Preventive Archaeology of the Apsara National Authority, Ms. Tim Theda, said that the removal of the stone blocks from the ancient ponds is to organize and transport them to store appropriately. On the other hand, to raise the value and restore the 2 ponds to the original identity and architectural form of the Bayon Temple. Ms. Theda said that part of the stone pile of this ancient temple was once collected in the 3rd compound and the 1st gallery of the Bayon Temple by the French curator between 1919 to 1930. She added that 50% of the stone blocks that fell into the ponds in the northeast of the Bayon Temple were the roof stones, and some stones from the pediment, the beams, the pillars, platforms, and the small carved stone that broke the face. The condition of the stones before moving is scattered and the quality of the stones is mostly good. Firstly, the team moved the pile of stones to the front of the temple. After the stones are removed, the team will divide the types of stones such as roof stone and pillars, which will be placed on the north side of the Bayon Temple. So far, the working team of Apsara National Authority has moved the stone blocks to the north of the Bayon Temple about 4,000 blocks. The team estimated that the ancient stones that had to be removed from the piles were about 20,000 blocks. The work of removing the stone blocks from the ponds in the east of the Bayon Temple began in early 2023, with the first phase starting from the study of documents, photographing the condition of the stone before moving, and is scheduled to be completed in August or September.